ជំរាបសួរបងថ្ងៃនេះខ្ញុំមកណែនាំម៉ាស៊ីនវាស់សម្ពាធឈាម model Omron ដែលម៉ាស៊ីនរបស់យើងនេះដែរគឺមានពីរពណ៌គឺ AEM 87 12ពណ៌ខៀវនិង AEM 71 20ពណ៌សហើយចំពោះពិសេសរបស់ម៉ាស៊ីនរបស់យើងនេះដែរគឺមកជាមួយតួម៉ាស៊ីនចំនួន1ប្រដាប់វាស់សម្ពាធឈាមចំនួន1ថ្មចំនួន4គ្រាប់ក៏ដាស់ណែនាំបន្ថែមអំពីរបៀបប្រើប្រាស់ម៉ាស៊ីននេះនិងបានធានាជូនបងមកសន្លប់ផងដែរហើយម៉ាស៊ីនរបស់យើងនេះគឺប្រើប្រាស់ដោយដាក់ថ្មពិលហើយចំពោះលក្ខណៈខុសគ្នារវាងម៉ាស៊ីនទាំងពីរគឺម៉ាស៊ីនពណ៌សគឺបន្ថែមជាមួយនឹងបេះដូងនៅលើអេក្រង់នេះគឺវាមានមុខងារជួយប្រាប់ប្រសិនបើបងវាស់ទៅចង្វាក់បេះដូងរបស់បងខុសប្រកបដោយគឺវានឹងលោតប្រាប់អញ្ចឹងងាយស្រួលសម្រាប់បងទៅជួបគ្រូពេទ្យទៅធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានទាន់ពេលវេលាហើយមុខងារផ្សេងទៀតគឺដូចគ្នាជាមួយនឹងពណ៌ខៀវអញ្ចឹងបងហើយចំពោះរូបដែលមានរូប note នៅលើអេក្រង់នេះគឺវាមានមុខងារជួយតាមដានលទ្ធផលនៅពេលដែលបងធ្លាប់វាស់ពីមុនរួចរាល់ហើយវាងាយស្រួលសម្រាប់បងចង់តាមដានលទ្ធផលសម្ពាធឈាមប្រចាំថ្ងៃរបស់បងហើយចំពោះបេះដូងដែលមានលោតចង្វាក់នៅលើអេក្រង់នេះគឺមានមុខងារប្រសិនបើលទ្ធផលសម្ពាធឈាមផ្នែកខាងលើឬក៏ខាងក្រោមខុសពីធម្មតាដែលគេកំណត់នៅលើម៉ាស៊ីននេះគឺវានឹងលោតភ្លុបផ្លេតឥឡូវខ្ញុំមកប្រាប់ពីរបៀបវាស់តែម្ដងមុននឹងបងវាស់បងធ្វើការសម្រាប់រយៈពេលពី5ទៅ10នាទីសិនឬពេលដែលមានសាច់កណ្ដាលស្ដាងងាយស្រួលក្នុងការវាស់បន្ទាប់មកយកប្រដាប់រុំមករុំនៅលើដើមដៃហើយខ្ញុំជ្រើសរើសម៉ាស៊ីនពណ៌សមកវាស់បងយកផ្នែកដែលមានខ្សែដាក់ចុះមកខាងក្រោមហើយធ្វើការរុំឲ្យវាបានតឹងល្អបន្ទាប់មកបងយកខ្សែភ្ជាប់ជាមួយនឹងតួម៉ាស៊ីនដាក់ឲ្យវាជាប់ហើយបងចុចប៊ូតុង start ហើយរងចាំលទ្ធផលហើយនេះគឺជាលទ្ធផលវាស់សម្ពាធឈាមរបស់ខ្ញុំហើយលទ្ធផលវាអាស្រ័យទៅនឹងសុខភាពរបស់បងដែរឥឡូវខ្ញុំមកប្រាប់ពីរបៀបមើល memory ឬក៏មើលលទ្ធផលដែលបងធ្លាប់វាស់ពីមុនបងធ្វើការចុច hold ទៅលើប៊ូតុង start ឬក៏ stop រយៈពេល5 second ទៅគឺវាលោតលទ្ធផលឲ្យបងនេះលទ្ធផលដែលខ្ញុំវាស់មុនហ្នឹងបងចាអរគុណបង